រាត្រីស្ងាត់ហើយបងប្អូនបាទនៅវេលានេះគឺម៉ោង11កន្លះហើយបាទក៏ប៉ុន្តែដោយសារតែខ្ញុំសម្រាកសម្រានមិនលក់ក៏នឹកឃើញយកវីដេអូខ្លីៗមកបណ្ដុំចូលគ្នាដើម្បីធ្វើការអត្ថាធិប្បាយជូនបងប្អូនប្រិមិត្តអ្នកតាមដានទស្សនាស្ដាប់ទាំងអស់នាពេលរាត្រីផងដែរស្ដាប់ពេលថ្ងៃក៏បានដែរបងប្អូនមិនមែនស្ដាប់តែពេលរាត្រីទេប៉ុន្តែគ្រាន់តែថាអ្វីដែលសំខាន់គឺខ្ញុំកំពុងបញ្ចូលសំឡេងនាពេលរាត្រីស្ងាត់កន្លែងខ្ញុំថតគឺមានតែពីរយ៉ាងប៉ុណ្ណោះបាទបើមិននៅកន្លែងធ្វើការក៏ទៅខាងក្រៅឬក៏ដើរលេងកម្សាន្តតាមសួនច្បារតាមរមណីយដ្ឋានកម្សាន្តផ្សេងៗនៅខេត្តព្រៃវែងឬក៏ក្រុងព្រៃវែងផ្ទាល់នឹងតែម្ដងបាទអញ្ចឹងអត់មានអីប្លែកដូចបងប្អូនដទៃទៀតបាទមានចូលហាងទំនើបចូលផ្សារទំនើបឬក៏មានជាក្រុមជាពួកថតសើចសប្បាយឬក៏លេងកំ pl ែងដូចបងប្អូនដទៃទៀតទេបងប្អូនណាបាទខ្ញុំទៅណាគឺតែម្នាក់ឯងបាទគេហៅថាមនុស្សទោលតែម្នាក់ឯងដែលមិនមានគូកនបនភឿនដើរលេងជាមួយនោះឡើយបាទដូច្នេះមានន័យថាធ្វើអ្វីគឺតែម្នាក់ឯងតែប៉ុណ្ណោះបាទក៏ប៉ុន្តែក្នុងគោលបំណងគឺដើម្បីក្រុមគ្រួសារដើម្បីកូនដើម្បីប្រពន្ធបាទដើម្បីខ្លួនឯងណាបាទប៉ុន្តែនៅក្នុងដំណើរនេះគឺជាដំណើរវែងឆ្ងាយបាទដាច់កន្ទុយភ្នែកដែលមិនទាន់មើលឃើញនៅដំរីបានលុយកាក់ប្រាក់មាសពី Facebook Page នោះឡើយក៏ប៉ុន្តែនេះជាចំណង់ចំណូលចិត្តរបស់ខ្ញុំដែលខ្ញុំមានដងខ្លះក្នុងការថតរូបថតវីដេអូតិចតួចបាទក៏ខ្ញុំចង់បង្ហោះបង្ហាញនៅក្នុងបណ្ដាញសង្គមដោយបងប្អូនប្រុសស្រីដទៃទៀតដែរបាទប៉ុន្តែអ្វីដែលសំខាន់គឺថាតើខ្ញុំទៅដល់ណាដល់ណីអាចបានផលដែរឬទេបាទគឺមិនដឹងនោះទេបាទពីព្រោះកំពុងតែអនុវត្តដូចជាបងប្អូនដទៃទៀតដែរបាទបើសិនជាយើងដឹងមុនថាទទួលបាននៅដំណាក់កាលណាមួយនៅថ្ងៃណាមួយនៅខែណាមួយនៅឆ្នាំណាមួយអានឹងអត់អីទេយើងមានកម្លាំងចិត្តក្នុងការធ្វើក៏ប៉ុន្តែការធ្វើនេះគឺយើងផ្សងសំណាងផ្សងព្រេងបើសិនជាវាសនាយើងទទួលបានលុយពី Facebook ពី Page ចាយក៏អានឹងក៏ជាសំណាងរបស់យើងដែរបាទពីព្រោះយើងប្រើប្រាស់ទូរស័ព្ទដៃ1 2ដូចបងប្អូនអញ្ចឹងដែរហើយក៏ប្រើប្រាស់អ៊ីនធឺណិត Wi-Fi ប្រើប្រាស់លុយបញ្ចូលកាតជារៀងរាល់សប្តាហ៍ណាបាទហើយ SIM ខ្ញុំគឺ3ដូច្នេះក្នុងមួយខែក៏ចំណាយទៅលើកាតទូរស័ព្ទហ្នឹងក៏មិនតិចដែរទេដូច្នេះខ្ញុំឆ្លៀតពេលទំនេរពីការងារខ្ញុំអាចថតជាវីដេអូបាទនិយាយពាក្យល្អៗនៅក្នុងចិត្តបង្ហាញទៅលើបណ្ដាញសង្គមផ្សេងបាទជាពិសេសខ្ញុំបង្ហាញតែនៅលើបណ្ដាញសង្គម Facebook និង YouTube តែប៉ុណ្ណោះបាទពាក្យខ្លះក៏បងប្អូនគាំទ្រច្រើនបាទពាក្យខ្លះក៏មិនសូវជាមានការគាំទ្រដែរប៉ុន្តែក៏មានការលើកទឹកចិត្តច្រើនសម្រាប់ឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូជារៀងរាល់ថ្ងៃពីព្រោះការធ្វើវីដេអូនេះយើងធ្វើនៅអ្វីដែលយើងពេញចិត្តធ្វើណាបាទសំខាន់គឺយើងថតនៅអ្វីដែលយើងឃើញថាល្អសម្រាប់ឲ្យបងប្អូនទស្សនាហើយសំខាន់គឺការស្ដាប់សំឡេងខ្ញុំនឹងតែម្ដងថាតើខ្ញុំនិយាយអីមានប្រយោជន៍សម្រាប់សង្គមដែរឬទេបាទខ្ញុំតែងតែនិយាយអប់រំឬក៏ណែនាំពាក្យល្អៗសម្រាប់បងប្អូនអ្នកផលិតមាតិកាផ្សេងបាទដើម្បីឲ្យពួកគាត់រៀននិយាយអ្វីឲ្យមានប្រយោជន៍សម្រាប់សង្គមជាតិរបស់យើងផងដែរបាទជាពិសេសជាតិសាសនាព្រះមហាក្សត្រឬក៏យើងរៀននិយាយតាមបែបសិលធម៌សុជីវធម៌ចេះគោរពគ្នាទៅវិញទៅមកនឹងហើយជាគោលបំណងដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃពិតមែនតែមិនសូវអ្នកចូលចិត្តស្ដាប់មិនសូវមានអ្នកចូលចិត្តមើលក៏ពិតមែនក៏ប៉ុន្តែជាឆន្ទៈមនសិការរបស់ខ្ញុំត្រូវធ្វើបែបនេះណាបងប្អូនបាទនេះជាវីដេអូបណ្ដុំរបស់ខ្ញុំច្រើនคลิปខ្លីៗដែលយកមកប្រមូលតែមួយវីដេអូវែងតែម្ដងអរគុណបងប្អូនបាយបាយសុខសប្បាយទាំងអស់គ្នាបងប្អូនណា